ព្រះពុទ្ធដីកាលោកទ្រង់សម្ដែងថាសត្វធនោសទ្ធមង្សសត្វាសពៈស្មឹងជីណសាសនេកប្បានិសត្តសហសានិទុកតੰសោអ្នកកច្ចតិមានន័យថាបុគ្គលណាមួយក៏ដោយឲ្យតែបានស្ដាប់ធម៌ទេសនារបស់ព្រះអនាវរណញ្ញាណដែលរាប់បញ្ចូលទៅក្នុងពាក្យព្រានបដៅរបស់ព្រះពុទ្ធបុគ្គលនឹងឯងគឺមិនទៅកាន់នរកប្រែតដេរេឆានអសូរកាយបាយ4មិននាំខ្លួនទៅពីការពិរាខ្វាក់ខ្វិនខ្វងថ្លង់កអស់សែនកាប់ដោយសារបានស្ដាប់សុំបីត្រឹមតែមួយគាថាពីរគាថាក៏ប្រសើរជាងដែរញោមមើលឃើញដែរពាក្យនឹងសរុបដោយខ្លីមានន័យថាបើបានស្ដាប់ធម៌ព្រះនេះសុំបីតែមួយគាថាពីរគាថាគឺយើងមិនទៅនរកអស់មកកាប់ទេណោះមិនទៅកើតជាប្រែតអស់មកកាប់មិនទៅកើតជាដេរេឆានឬអសូរកាយអស់មកកាប់លោកថាក្នុងពេលសម័យថ្ងៃមួយនឹងសកទេវរាជចូលមកថ្វាយអង្គមស្ទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនគឺទានអ្វីឈ្នះអស់ទានទាំងពួងហើយសេចក្តីត្រេកអរអីឈ្នះអស់សេចក្តីត្រេកអរទាំងពួងហើយរសជាតិអីដែលឆ្ងាញ់ជាងរសជាតិទាំងពួងការអស់ទៅនៃអីទើបឈ្មោះថាអស់ប្រសើរបានព្រះសម្មាសម្ពុទ្ធលោកទ្រង់សម្ដែងថាសัพពទានੰធម្មទានੰជីនីតិថាធម្មទាននឹងឈ្នះអស់ទានទាំងពួងធម្មរសੰធម្មរសោជីនីតិធម្មរសជាតិនៃប្រធរនឹងឈ្នះអស់រសជាតិទាំងពួងសัพពរតੰធម្មរតិជីនីតិសេចក្តីត្រេកអររីករាយនៅក្នុងធម៌នឹងឈ្នះអស់សេចក្តីត្រេកអរទាំងពួងតណ្ហកយោសัพពទុក្ខំជីនីតិការអស់ទៅនៃតណ្ហានឹងឈ្មោះថាឈ្នះអស់អ្វីអ្វីសពយ៉ាងហើយធ្វើទានមិនបានហៅថាធម្មទានឈ្នះអស់ទានទាំងពួងលោកថាសូម្បីមនុស្សកសាងកុដិសាលាព្រះវិហារឬក៏ប្រគេនស្បង់ស្បៃត្រៃជាពរដល់ព្រះសង្ឃព្រះពុទ្ធបច្ចេកពុទ្ធគង់តម្រៀបគ្នាតាំងពីដីរហូតព្រហ្មលោកក៏ដោយញោមបើសិនជាមានអ្នកណាម្នាក់ចូលទៅធ្វើធម្មទានតែមួយគាថាពីរគាថាថាបានបុណ្យច្រើនជាងកសាងបុណ្យទានទាំងនោះទៀតប្រគេនស្បង់ជាពរប្រគេនចង្ហាន់ប្រគេនធ្វើអីក៏ដោយដល់ប្រសងគង់តាំងពីដីរហូតដល់ព្រហ្មលោកប៉ុន្តែបានបន់តិចជាងធម្មទានហើយមិនបានជាលោកថាធម្មទាននឹងបានបន់ច្រើនម្លេះគេថាមនុស្សយើងទាំងអស់គ្នានឹងដែលចេះមកធ្វើបន់នឹងអាស្រ័យធម្មទានទេស្ដាប់ធម៌ពីជាតិមុនឬក៏ពីពេលមុនមកយល់ថាធ្វើទៅវាបានបន់ចេះធ្វើទៅបានបន់ចោះធ្វើទៅឧទ្ទិសជូនដល់មេត្តាបៃតាអញ្ចេះអញ្ចោះចឹងទៅបានយើងមកហ្នឹងបើកុំបានធម្មទានជួយអត់មកទេមិនអញ្ចឹងណាញោមឃើញដែរអញ្ចឹងយើងអាចមកធ្វើបន់បានហ្នឹងអាស្រ័យធម្មទានហ៊ានចំណាយដើមទុនកសាងវត្តកសាងកុដិសាលាព្រះវិហារអស់រាប់ម៉ឺនសែនលានអាស្រ័យមកពីអីមកពីមានធម្មទានដោយសារស្ដាប់ធម៌ទៅមានជំនឿជឿបង្កើតសទ្ធាជ្រះថ្លាបើកុំអញ្ចឹងវ័យចំណាស់ចាស់ប៉ុណ្ណេះទៅជាផងមិនសំណោះមកទេប៉ុន្តែដោយសារមានព្រះធម៌ដែលដឹកនាំឲ្យយើងមកដូច្នេះធ្វើទានទាំងអស់នឹងបានដោយសារព្រះធម៌បានលោកថាធម្មទាននឹងឈ្នះអស់ទានទាំងពួងហើយធម្មរសឈ្នះអស់រសជាតិទាំងពួងថ្ងៃនេះសុខចិត្តខានទៅហាងខានទៅកាហ្វេខានទៅ hamburger ឯណាក៏បានដែរឲ្យតែបានស្ដាប់ធម៌មនុស្សតែចូលចិត្តធម៌ហើយវ័យចាស់ចំណាស់ដើមមិនចង់រួចក៏នៅតែចង់មកដែរញោមមើលឃើញដែរគេបបួលទៅហាងមិនទៅទេបើបបួលទៅស្ដាប់ធម៌ទៅមកពីត្រេកអរនិងរសជាតិពធឈ្នះអស់សេចក្តីត្រេកអរទាំងពួងចឹងហើយរសជាតិពធក៏ឈ្នះរសជាតិទាំងពួងសេចក្តីត្រេកអរក្នុងធម៌ក៏ឈ្នះសេចក្តីត្រេកអរទាំងពួងឯចំណែកខាងការអស់ទៅនៃតណ្ហាគឺឈ្មោះថាអស់នៅសេចក្តីទុក្ខទាំងឡាយទាំងពួងដែរដូច្នេះអាត្មាសូមបញ្ជាក់ថាព្រះពុទ្ធសាសនាយើងដែលអាចតាំងថិតថេរជេរកាលនៅរហូតដល់សពថ្ងៃនឹងបន្តទៅមុខទៀតបានគឺអាស្រ័យនៅលើធម៌ទេណាញោមព្រះពុទ្ធព្រះអង្គផ្សព្វផ្សាយសាសនាគឺមិនមែនផ្សព្វផ្សាយដោយសារដើរធ្វើនេះធ្វើនោះទេគឺថាព្រះអង្គផ្សព្វផ្សាយសាសនាដោយការដើរសម្ដែងធម៌
ឲ្យមនុស្សបានស្ដាប់ឲ្យមនុស្សបានចេះបានដឹងបានយល់ហេតុនឹងហើយបានជាព្រះធម៌របស់ព្រះអង្គសាសនារបស់ព្រះអង្គថិតថេរជេរកាលនៅរហូតទល់សពថ្ងៃនឹងអាស្រ័យដោយសារការសម្ដែងពធហើយបើសិនជាអត់មានពធទេណាញោមចង់កសាងវត្តប្រប៉ុណ្ណាក៏ដោយកសាងកុដិកសាងពហិយប្រប៉ុណ្ណាក៏ដោយមនុស្សលែងមានធម៌គឺគេលែងមកនឹងឯងមនុស្សក៏លែងមកប្រសង់ក៏លែងប៊ូហាចារក៏លែងមានយូរដូចនៅប្រទេសខ្លះសពថ្ងៃជួលគេយាមវត្តហើយប្រសង់ក៏លែងមានអាចារ្យក៏លែងមានអ្នកប៊ូក៏លែងមានអ្នកមកវត្តក៏លែងមានទៀតមានតែសបកវត្តប៉ុណ្ណាណីអត់មានប្រសង់អត់មានអ្នកមកគោរពបដិបត្តិដូច្នេះសាសនាមិនអាចរីកចម្រើនទៅបានទេក៏ប៉ុន្តែបើសិនជាមនុស្សមានធម៌នៅនឹងខ្លួនហើយទោះបីវត្តមិនទាន់រីកចម្រើនកសាងទំហំធំប៉ុណ្ណាក៏ដោយក៏មនុស្សអាចមកបានមកជួបជុំគ្នាធ្វើបុណ្យបានអញ្ចឹងសរុបដោយខ្លីមនុស្សដែលអាចមកធ្វើបុណ្យបានតើដោយសារអីគឺដោយសារមានធម៌នៅខ្លួនបើសិនជាគ្មានធម៌ទេសាសនាមិនអាចស្ថិតនៅទេអញ្ចឹងសាសនាពុទ្ធដែលអាចស្ថិតថេរជេរកាលតទៅមុខទៀតបានតលតែមានព្រះធម៌នៅខ្លួនរួចដើម្បីមានព្រះធម៌នៅខ្លួនបើយើងមិនបានបួសមិនបានសិក្សារៀនសូត្រទេតលតែបានស្ដាប់តលតែយើងបានស្ដាប់ទៅបានយល់អញ្ចឹងហើយបានកម្មវិធីនឹងត្រូវតែមានការសម្ដែងធម៌និងស្ដាប់ធម៌នឹងណាញោមព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់សម្ដែងព្រះធម៌ទេសនាប្រោសដល់សត្វគ្រប់ទិសទីកន្លែងហើយបានផ្ដាំភិក្ខុសង្ឃឲ្យជួយយកព្រះធម៌នឹងទៅសម្ដែងដើម្បីជាប្រយោជន៍ដល់ទេវតានិងមនុស្សទាំងឡាយដល់សត្វលោកទាំងឡាយនាំនៅសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិសទីនិគមជនបទប្រកាសនៅព្រហ្មចរិយធម៌ដ៏បរិសុទ្ធដោយអត្តនិងព្យញ្ជនៈហើយចាត់ភិក្ខុសង្ឃរហូតដល់តថាកុំឲ្យដើរផ្លូវមួយពីរអង្គទៀតផងឲ្យទៅតែផ្លូវមួយមួយអង្គឯងដើម្បីអីដើម្បីចែកផ្លូវគ្នាឲ្យបានច្រើនទៅសម្ដែងធម៌ពីព្រោះព្រះអង្គទ្រង់យល់ប្រយោជន៍ថាអ្នកខ្លះគ្នានឹងអាចមានបញ្ញាស្ដាប់ធម៌បានដែរប៉ុន្តែបើយើងមិនបានទៅសម្ដែងតន់ទេគ្នានឹងវាស្លាប់ចោលធម៌ទៅអាចវិលទៅនរកប្រែតដេរឆានវិញមិនងាយបានមកមនុស្សអញ្ចឹងហើយបានឲ្យភិក្ខុសង្ឃនឹងទៅសម្ដែងឲ្យតន់ដើម្បីឲ្យគ្នាបានស្ដាប់យល់ព្រោះយើងកើតមកជាតិនេះដោយសារមានបុណ្យចាស់ពីមុនមកហើយបើសិនជាយើងមិនបានកសាងសន្សំបុណ្យថ្មីទៀតទេពេលស្លាប់ពីជាតិនេះទៅអត់ងាយបានមកកើតជាមនុស្សឬមកកើតជាទេវតាវិញទេប៉ុន្តែបើយើងបានសន្សំបុណ្យកុសលពីនេះទៅណាញោមស្លាប់ទៅអាចកើតជាមនុស្សវិញភ្លាមតែម្ដងបើដូច្នេះហើយបានព្រះអង្គនឹងទ្រង់ឲ្យភិក្ខុសង្ឃចាត់ចែងផ្សព្វផ្សាយសាសនាដោយពាក្យថាចារថភិក្ខវេចារកាំងពហុជនៈសុខាយៈជាដើមនោះឲ្យភិក្ខុសង្ឃនឹងត្រាច់ទៅសម្ដែងធម៌គឺទៅជួយផ្សព្វផ្សាយសាសនាត្រង់នេះលើកឡើងបញ្ជាក់ប្រាប់ញោមញាតិថាដែលញោមញាតិសពថ្ងៃមានជីវិតរស់រាននៅមានសទ្ធាតនពុទ្ធសាសនាប៉ុណ្ណេះដោយសារយើងមានធម៌ព្រះពុទ្ធបានស្ដាប់បានសិក្សារៀនសូត្រចេះដឹងពីពេលមុនឬក៏ពីជាតិមុនមកខ្លះហើយចាប់ពីពេលនេះតទៅមុខបើសិនជាញោមញាតិលះបង់ចោលវត្តអារាមលះបង់ចោលប្រពៃណីទំនៀមទម្លាប់មិនបានដឹកនាំកូនចៅយើងមកស្ដាប់ធម៌មកធ្វើបុណ្យទេអត់ពីយើងទៅស្លាប់បាត់បង់អស់ទៅយូរមានតែសបកវត្តហើយព្រោះកូនយើងសពថ្ងៃតែភាសាខ្មែរខ្លះស្ដាប់មិនចង់បានផងវត្តវាអារាមក៏មិនសូវចង់មកព្រះធម៌ក៏មិនយល់បើយើងមិនបានដឹកនាំបន្តទៅទៀតទេគឺតទៅមុខជួបនឹងបញ្ហានេះជាមិនខានទេគឺបញ្ហាអត់ពីយើងទៅនឹងមិនដឹងថាណាខ្លះបានមកជួយជ្រោមជ្រែងសាសនាបន្តទៅទៀតអាត្មាឃើញបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលីណាញោមពេលមានបុណ្យចូលឆ្នាំអញ្ចឹងអាត្មាធ្លាប់ទៅនឹងបាន2ដងដែរគឺប្រមូលក្មេងៗទូចមកទាំងអស់មកឲ្យស្ដាប់ធម៌ឲ្យចេះធ្វើបុណ្យតាំងពីទូចទៅដោយសារអធិពលជំនឿមួយគេជឿថាបើសិនជាមិនបដោះក្មេងពីតូចអីហើយអញ្ចឹងទេវាអត់ចេះទេអញ្ចឹងតើបង្រៀនទៅដល់ពេលតម្រាំតែយើងចាស់ស្លាប់ទៅក្មេងនឹងវាចេះបន្តវាយើងទៅដែរអញ្ចឹងហើយអាចធ្វើបុណ្យសន្តានឲ្យយើងបានក្នុងពេលបុណ្យចូលឆ្នាំនេះមានជំនឿមួយដែលយើងហៅថាឧទ្ទិសបាំងសកលជូនមេត្តាបិតាជាការពិតមានសម្ដែងនៅក្នុងបត្រៃបិដកភាគ56មេត្តាបិតាខ្លះគាត់ស្លាប់ទៅហើយគាត់អត់ទាន់បានមកកើតជាមនុស្សមកកើតជាទេវតាគាត់នៅក្នុងកំណើតជាប្រែតនៅឡើយទេ
រីឯអាឆ្អឹងអាធាតនឹងយើងយកទៅបាចក្នុងសមុទ្រតម្កល់ក្នុងចេតដីនៅទីណាវាអត់តាក់ទងជាមួយនឹងកំណើតថ្មីទេព្រោះឆ្អឹងនេះជាកំណើតចាស់ប៉ុន្តែបដិសន្ធិវិញ្ញាណគាត់កើតជាជីវិតថ្មីមួយទៀតទៅហើយអាជីវិតថ្មីនោះបើសិនជាបានមកកើតជាមនុស្សទេវតាគ្រាន់ជួនកាលអត់ទាន់បានមកទេកំពុងតែលតោលន្ទូលនៅលើផែនដីនឹងម្លោះហើយកំពុងតែរត់រកកូនចៅបានមានរឿងចូលសេដ្ឋីមួយញោមហើយស្លាប់ចោលទ្រព្យសម្បត្តិទៅកើតជាប្រែតអត់ចំណីអាហារហើយក៏នឹកដល់កូនណាស់នឹកថាទ្រព្យសម្បត្តិអញនៅលើដៃកូនទាំងអស់បើអញមិនទៅរកកូនទេមិនដឹងថាបាននរណាជួយអញហើយបើគ្មាននរណាជួយទេមិនដឹងថាអញនឹងបានទៅកើតជាមនុស្សវិញពេលណានឹងបានចំណីអាហារបរិភោគពេលណាម្លោះហើយត្រូវតែដើររកកូនសិនប៉ុន្តែដល់ទៅរកវាអត់ឃើញរកវាមិនឃើញមានន័យថាម៉េចកូននឹងគេដូរផ្ទះគេដូរកន្លែងគេលែងនៅអាដីចាស់នោះគេទៅនៅដីថ្មីអានឹងដូចញោមខ្លះលែងនៅស្រុកដើមរបស់យើងទៅនៅប្រទេសណាបាត់អញ្ចឹងណាញោមណាដូរថ្មីដូរកន្លែងថ្មីហើយខ្មោចឪពុកនឹងអត់ដឹងទៅរកតាផ្ទះចាស់ហ្នឹងអត់ដឹងថាកូនមកអាមេរិកសោះដល់ពេលទៅរកតាផ្ទះចាស់ហ្នឹងរកវាមិនឃើញទៅបង្ហាញខ្លួនដើរសួរគេដល់តែបង្ហាញខ្លួនទៅមានទៅសួរឯណាបានញោមមិនប្រែតបង្ហាញខ្លួនបាននៅនិយាយជាមួយទេទាំងញោមទាំងអាត្មាមិនស្រួលដាក់ម៉ាស៊ីនកែងរៀងខ្លួនហើយដល់តែពេលអញ្ចឹងទៅឯនេះក៏មិនដឹងរឿងទៅនោះក៏មិនដឹងរឿងរហូតស៊ើបទៅដល់ក្រុងរាជាគ្រឹះបង្ហាញខ្លួនដល់អាជាទៅសត្រូវស្ដេចនឹងឃើញអញ្ចឹងក៏សួរតម្រងថាណែលោកអ្នកបួសលោកទៅណាពីព្រោះនៅប្រទេសនោះវាសម្បូរអ្នកបួសច្រើនឲ្យតែឃើញប្លែកគេថាអ្នកបួសបានប្រែតនឹងប្រាប់ថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហាប្រែតនឹងជាស្អីគេថាខ្ញុំពីមុនមកជាមនុស្សអញ្ចឹងប៉ុន្តែខ្ញុំនឹងវាមិនជឿថាមានកំណើតប្រែតដល់តែខ្ញុំស្លាប់មកអត់មានបុណ្យអាចមកកើតជាមនុស្សទេវតាបានខ្ញុំកើតជាប្រែតនៅលើផែនដីនឹងដែរអត់ចំណីអាហារលំបាកវេទនាណាជាកំណើតនៅលើផែនដីនឹងដែរគឺប្រែតមិនទាន់បានមកមនុស្សអូអញ្ចឹងលោកធ្វើដំណើរទៅណាថាខ្ញុំទៅដើររកកូនព្រោះទ្រព្យសម្បត្តិខ្ញុំកាលនៅពីនៅរស់នឹងនៅច្រើនណាស់នៅលើកូនទាំងអស់ឥឡូវខ្ញុំស្លាប់មកអត់បានយកមកមកកាក់មរៀលអីទេអញ្ចឹងខ្ញុំទៅរកកូនក្រែងកូនគេឲ្យចំណីបានបរិភោគហើយចុះលោកទៅរកកូននឹងរកឃើញហើយនៅថារកអត់ឃើញទេព្រោះកូនគេលែងនៅស្រុកនឹងហើយឮតំណែងថាគេទៅនៅនគរផ្សេងគឺស្រុកអន្តកវិន្ទនគរហើយអញ្ចឹងលោកគិតអាម៉េចទៀតថាខ្ញុំត្រូវទៅរកកូននៅឯនោះទៀតពីព្រោះបើខ្ញុំមិនទៅរកកូនទេមិនដឹងថាខែឆ្នាំណាខ្ញុំនឹងចេញរួចពីកំណើតនេះទេហើយមិនដឹងថាណានឹងអាចជួយខ្ញុំបានទេព្រោះទ្រព្យសម្បត្តិខ្ញុំនៅនឹងកូនទាំងអស់អាចជាសត្រូវលឺអញ្ចឹងអាណិតណាស់ក៏ផ្ដាំថាណែលោកទៅរកកូនក៏លោកទៅចុះរកកូនឃើញក៏ដោយមិនឃើញក៏ដោយលោកត្រូវប្រញាប់ត្រឡប់មកវិញមកបង្ហាញខ្លួនឲ្យខ្ញុំឃើញម្ដងទៀតព្រោះខ្ញុំមានសំណួរច្រើនចង់សួរប្រែតនោះក៏បានបាត់សមោលពីពេលនោះទៅធ្វើដំណើរតែម្នាក់ឯងរត់ត្រាច់រង្គត់ទីណាមានគេធ្វើបន់ក៏ទៅទីនោះទីណាមានមនុស្សជុំក៏ទៅទីនោះក្រែងកូនអញគេធ្វើបន់ឲ្យទៅត្រង់នេះអត់ទៅត្រង់នោះអត់ច្រើនខែច្រើនថ្ងៃសេចក្តីស្រីឃ្លានឥតឧបមាដុតរួលក្តៅខ្លោចផ្សាក្នុងកាពះលំបាកវេទនាណារហូតដល់បែកគំនិតរត់រតាមវត្តរមិនបានទៀតរត់រតាមលោកឆាត់ឲ្យតែឃើញលោកឆាន់រត់រទៅឯនេះអត់ទៅឯនោះអត់ស្រាប់តែចៃដនទៅដល់នគរផ្សេងហៅថាស្រុកអន្តកវិន្ទនគរញោមមកស្រាប់តែចៃដនរកផ្ទះថ្មីកូនឃើញផ្ទះថ្មីឲ្យតឡាងកូនអញមកនៅផ្ទះថ្មីឯនេះរួចពិសេសទៅទៀតចំថ្ងៃកូនកំពុងធ្វើបន់គ្រាន់តែភ្ញៀវគេមកឲ្យកក្រឹកកក្រែងរាប់រយរាប់ពាន់នាក់សបាយអស់ចាណាស់គិតទៅខ្មោចឪពុកខ្មោចម្ដាយដូនតាដែលខំដើររកកូនយូរហើយថ្ងៃនេះហេងអស់ចារជួបកូនហើយចំថ្ងៃកូនធ្វើបន់ឃើញភ្ញៀវគេមកកក្រឹកកក្រែងគួរតែសបាយគួរតែរីករាយញោមស្រាប់តែដឹងអីខ្មោចប្រែតឪពុកម្ដាយអង្គុយយំតបោមក្បាលជង្គង់បង្ហូរទឹកភ្នែកដដែលហើយអាម៉េចបានជាយំកូនគេដូរសាសនាផ្សេងបាត់ហើយកូនគេជឿសាសនាផ្សេងបាត់ហើយម្លោះហើយ
ขมาวจะปกนังไออดบานตะตูลจำนายาหาเตกิทบอนแมนกับปนเกมันบานบางสกอลเกมันบานโจลปะเกนเกมันบานอดตื้อตามแบบเตะเกนานุปเตียนเตปลัวเตะเกนานุปเตียนเกตรเอาเยิงโจลปะเกนตอนังมวยให้เยิงเนี่ยเอาตื้อนังมวยให้บานเนี่ยนงมาตะตูลให้ดอลเลยเยิงอดบานทตามแบบนังมนุษย์เมาจราแมนปันแต่เตอชีวิติกาจุบเลี้ยงฮือฮาสบายแต่เนี่ยในรู้ชงานหมดแต่เนี่ยในรู้ขมาวจะปกเนี่ยสลับขมิ้นบานไอมาซอโยมายุ่มเบาคล้วนดวลสลบเรียบรอบปังโฮตักเนกเงือบลางเรียบรอบปีกากำซอดอันใหญ่อันคอมโรตรอบสมบัติตั้งปีเสาะขมาอุรโหดเสาะซอริทำมันเนียนใจเวียตุกเอาเวียตั้งอ๋ออะไรดอแต่อันอดจำในอาหามารอสมเวียแต่มามัดเวียมันเอาอันพองกำซอดคล้วนนะตลบตือวิ่งเตียงปูตะเตโยเมย์เจ้าขมาวไม่โดนตาดาวโรโกนยูคายชนำหอยบานจูบโกนหอยมันได้ลอยตือวิ่งปูตะเตปูตะเตตือตั้งอดนึกเคยสนอคล้วนสนอแมนเตนบานนึกดอลปีอาจิตสตรีพดำถ้าโรโกนเคยก็ได้มันเคยก็ได้เตยไปยับตลบมาปรับเตียก็ตลบตือปรับอาจิตสตรีปังหานคล้วนอาจิตสตรีดังท่าอเมียดาใบดาอดบานตะตัวจำนายาหาปีโกนเตปลุกโกนกันตสบายจุบเลี้ยงเพื่อบอลได้ปนชงันหมดแต่เนี่ยในรู้อดบานดอนเนี่ยสลับบัดโดยชนะหายอันนัดนะก็บ้านบางกรรมวิธีทบนมุยอดตื้อดอลแปรอนาธาเดลโกนใจกิมันกิดมันกูนังทบไอ้บ้านก็ตื้อบนตื้อแปรต่างลายเดลอดมินโกนใจทบไอ้นังก็ตัวบ้านพอนังเศร้าสมบัติตึบคลาก็มาคาจิมนุคลาก็มาคาจิเตวดาลอนตื้อดาวสายดาวสารเนี่ยดตีกิจุยเตบสังคำโกนโคลนไอ้ตเตอันนังหายเมาปีไอ้ท่านนังหายเมาปีเปรตทอมันพร้อมสดับฉบับมันพร้อมอ่านแจกจำหนึ่งเมียนมาปีหน้าคลวนไอ้ถือบนอรอบโรยปอน$10,000ปันนักขมาวเมียดาใบดาขมีนบานไอ้มามัดบานตละอมือชงันหมดแต่เนี่ยในรู้ในหายปลัวแต่มันดังมันยลปีเรื่องถือบนอาศรัยแหดนั่งบานจิโบราณนาจาเมียนกัจรวลไอ้ยางนาไตมีมนประสองสำได้ปทอเตสนาดำใบเอาเนี่ยสดับนั่งบานยลจำนายดำเตียนไตตุยสรุปแสดงอย่างนาก็เวทรื้อแต่ตามขบวนใบจำนายมันเตอโดเชียปบาดปมปิซาโยไม้อ่างโคลนไอจีสดัดถือบนเอากระครึกเมียนโจลตุเมียนโจลปะกินเมียนบังสโกลเมียนโซทอยเต้อ่างแต่สดัดสลับแต่ดอลแต่เปิลยุบล้างแปดมอสไรยุมสวิชสวัดจังเตอปลำล้างชงอนะลือสำเร็จจำไลก็ตัวสู้เปรียทับปองสำเร็จใส่เกสไรจุ่มวิญญาณแต่หงเอิงกองนั้นปปดธรรมหาเรียยิดระบอกปองเกาจีแปรยูฮายอดจำนายาฮาปวดนังตรบานจำนายาฮาบริโภคขนมศาสนานังตรบานเกาจีมนุษย์เทปดาขนมเป็นนังปนตอแต่มหาเรียถือบอลในคณีบานแต่เกาจีมนุษย์เทปดาวิ่งประวัติปมบิซาชลาวทัตเต้ขยมปองถือรวยหายตาไม่ก็มันตัวโยกเต้บ้านปดทาประบาดปมบิสาทเวอร์แมนปนมันบ้านโจโจปกินมันบ้านโจบางสโกในตัวเตมันเราหายแปลตึงนั้นมันอาจมีสักตัวโยเตโดยเลยเป็นธนีเกียยังเกมันเอายืงตึกโดโยมันบ้านตอนเราเกี่ยสิ่งนี้เอายืงยังนั่นยอมนะเกี่ยสิ่งนี้ใช้มันนุ่งเอามันบ้านยังนะเมื่อกี้มันเอาไม่ได้ทะยึงมันบ้านเราตื้อเอากี่อดมีสักตัวเตจังให้บ้านปมบิสาทเวอร์มาดองติดโจปกินโจเราตื้อบางสโกไอโคลนไอบ้านอาศัยให้นังให้บ้านเชียร์ตาพุทธบริษัทประเทศจายึดดังน้อมโยมยึดแต่เมาถือบนนั้นก็เอาขานคือบังสโกลอย่างนั้นอันนั้นไปย่อยในการบังสโกลนั่นคือจังดำไปเอาตื่นตัวซ้อปีปลุกเป็นโลกชั้นยังโจปกินดอลปกินมันดอลเอาแต่ยังปกินปีบนเอาอยู่บ้านบอลรวยแต่เอาอาระบอในโลกเลือดตกน้องเชียร์บอลกระซ้อให้ปลุกยังปกินรวยตั้งปีบังสโกลรวยมาแล้วโดยในห้อยบ้านบอลเป็นเลยละอ่อนนี่คือให้ถักบังสโกลหายังบ้านนมัสกายังบ้านสมาเตียนเซลยังบ้านดับพอเตสนาอาในซองคลังนักทัวร์โยมกาจิตนานะโยมหนึ่งเมียนเสตเมียนปัญญาพลื้ทลายโยมเมินมนุษย์ต่างโรยต่างปอนเมินแซนเลียนเนี่ยมันเมียนสดแต่เนี่ยพายต่างออกเนียเต้จบไม่กบเมียนเนี่ยคลักกี่กบปากกายกี่กบปลายมาเลยท่านนงหายอาในซองเมากี่คอมสตาร์กี่คอมเรียนโซจีไปเซสดับลงเตสนาดับปีเรียนปัตตาเมตาไปดาติก้าวจิตนานะเกณฑ์นังคลายจีเนี่ยเจ็บเนี่ยดังเนี่ยพระจิริบันดัดจังใบยังดังโคลนทาอันจิตในเรียงเซอร์เจียเวียงไวเหมือนเซอร์จีปากกายจับปากกายแจงเมียนตะเคียเยี่ยมดับเติมปานาในซองห้อยรุจจะนรุแปรเดริชามติดนโยมนะมวยติด
ពិធីពូនភ្នំខ្សាច់ពិធីពូនភ្នំខ្សាច់នេះបុរាណហៅថាផ្ដាច់កម្មពៀប៉ុន្តែក្នុងសាសនាគេថាជាចូលឡាមនីចេតិយតម្កល់ប្រកេះសិទ្ធិប្រពុតនៅឯឋានតាវតឹងឯណោះព្រោះយើងចង់ទៅថ្វាយបង្គំមិនដល់បានយើងអធិដ្ឋានភ្នំខ្សាច់ហ្នឹងទៅជាចូលឡាមនីចេតិយណានាថ្វាយបង្គំទៅបានបនដូចពពោធិសត្វដូចព្រះអង្គកណែគង់ប្រជជននៅអញ្ចឹងហើយដែលហៅថាផ្ដាច់កម្មពៀនោះរឿងអានណាំងលោកកាំងសនីទេវបុត្រទេណោដែលពីដើមឡើយនឹងរស់ស៊ីមុខលបហ្នឹងប្រមាញ់បាញ់តាសាទេដោយយាយតាខ្លះរស់ស៊ីធ្វើណែអំពើអីរនេសាទកាប់ជ្រូកកាប់គោអីចឹងណាពីមុនមកក្រែងសត្វទាំងនោះវាចងកម្មចងពៀជាមួយយើងសត្វមួយទៀងមួយជាតិសត្វមួយទៀងមួយជាតិទៅយើងនឹងវាយកឡនតនអស់ប្រមាណនោះវាទីរលជាតិនឹងទៅបង្រើវាណាឈ្នះចឹងហើយបានមានវិធីចាស់នាំធ្វើពូនភ្នំខ្សាច់ដើម្បីផ្ដាច់កម្មពៀកុំឲ្យសត្វនឹងវាយកពៀជាមួយយើងសត្វខ្លះដូចជាក្រងដូចជាសមោចសង្អាយើងធ្វើស្រែធ្វើចំការដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វវានាំគ្នាជេរដាក់ទំនាយយើងឲ្យហិនហោចខ្លោចសាភ្លើងឆេះផ្ទះគ្រោះថ្នាក់ចរាចរណ៍អីចឹងទៅអញ្ចឹងយើងរំលោះរំលៀងបដាសាកម្មពៀនោះឲ្យសាតាលៀកទៅឲ្យវាទទួលយកបនវិញហើយដល់តែវាដូរចិត្តវាលែងយកកម្មពៀជាមួយយើងនឹងបានបនរួចចាស់កម្មពៀបានគេនាំគ្នានឹងឲ្យពូនភ្នំខ្សាច់នឹងដូចអានណាំងលោកកាំងសនីទេវបុត្រនៅពេលដែលយមបាលគេមកយកនាងនឹងបានពូនភ្នំខ្សាច់ហើយប្រាប់ថាប្តីខ្ញុំនឹងបានធ្វើបនបន្ថែមមកបនច្រើនណាស់បើណែឯងចង់យកគាត់សាក់រាប់គ្រាប់ខ្សាច់នឹងមើលបើរាប់អស់យកចុះហើយបើរាប់មិនអស់ទេកុំយកយមបាលរាប់គ្រាប់ខ្សាច់មិនអស់ហើយអញលែងជាប់កម្មពៀជាមួយវាអញលែងយកវាទុកឲ្យវារស់ទៀតចុះត្រឡប់ទៅវិញគាត់នឹងរស់មានជីវិតនៅឯឋានសួគ៌ជួបជាមួយប្រពន្ធតទៅទៀតណោះដោយសារមានរឿងអញ្ចឹងប៉ុន្តែមិនមែនផ្ដាច់មិនមែនថាយមបាលមិនយកដោយសាររាប់គ្រាប់ខ្សាច់មិនអស់ទេគឺដោយសារគាត់ធ្វើបុណ្យបន្ថែមទៀតអញ្ចឹងអាខាងបុណ្យនឹងវាឈ្នះបាបលែងទីឲ្យទុកឲ្យយើងនៅសោយបុណ្យអញ្ចឹងណាញោមហើយម្យ៉ាងពពោធិសត្វចេញទៅចំនួនជួញប្រែតាមសំពៅអីគេលេចសំពៅស្លាប់អស់អាលីងពពោធិសត្វចេះទៅរស់រៀនមានជីវិតដោយសារអីដោយសារលោករៀមទៅថ្វាយអង្គមភ្នំខ្សាច់ពូនធ្វើភ្នំខ្សាច់តែម្នាក់ឯងនៅមាត់ប្រពំហើយដល់ពេលអាគេលេចសំពៅស្លាប់អស់ឯងចេះតែនៅរស់ដោយសារទេវតាគ្រប់កន្លែងនឹងតាមថែអាសាណាញោមហើយម្យ៉ាងទៀតញោមញាតស្រង់ព្រះអានិសង្ឃខ្លាំងណាស់នឹងឲ្យញោមកើតឡើងមានលៀបមានយសស័ក្តិមានបរិវារហើយរូបឆោមលំពណ៌ក៏ល្អស្អាតមានដេជះមានឫទ្ធិមានអំណាចមានយសស័ក្តិតំណែងទ្រព្យសម្បត្តិមិនខ្វះដោយតួអង្គសេដ្ឋីកហបតីពីជំនាន់ព្រះដែលកើតមកសុទ្ធតែជាអ្នកមានដេជះមានឫទ្ធិមានអំណាចមានបារមីសិតសឹងតែអានិសង្ឃធ្លាប់បានគោរពបូជាព្រះដោយពាក្យថាពុទ្ធបូជាមហាដេជោនណាបូជាពុទ្ធនឹងមានដេជះកើតឡើងមានលៀបយសស័ក្តិតំណែងថាមកបូជាមហាបញ្ញោបូជាពធរមែងមានបញ្ញាឆ្លាតសង្ឃបូជាមហាធនណាំងបូជាប្រសងនឹងមានទ្រព្យធនអញ្ចឹងហើយបានជាមួយឆ្នាំម្ដងយើងធ្វើពិធីស្រង់ព្រះដើម្បីទទួលបានបុណ្យបានអានិសង្ឃខ្លាំងសូម្បីប្របាទជ័យវរ្ម័នទី7ក៏ដឹកនាំប្រជារាស្ត្រនាំគ្នាធ្វើទូទាំងប្រទេសតាំងពីសម័យដើមដែរអញ្ចឹងហើយបានជាយើងធ្វើពិធីមានស្រង់ព្រះមានពូនភ្នំខ្សាច់មានបាំងសកលរដូវចូលឆ្នាំនេះសូមទេវតាវត្ថុស័ក្តិសិទ្ធិមានฤទ្ធិជួយថែអាសាការពារញោមទាំងអស់គ្នានឹងឲ្យបានអាយុវែងឆ្ងាយតទៅមុខទៀតកុំឲ្យឈឺជំងឺអាពាហ៍បៀតបៀនឯមេត្តាបិតាដូនតាដែលស្លាប់បាក់បែកចែកឋានទៅសូមឲ្យបានអត្ថមនុញ្ញផលពីកូនពីចៅនេះសោយសម្បត្តិទឹកនឹងឲ្យពរដល់ញោមញាតិកូនចៅទាំងអស់គ្នានឹងអាយុវែងសុខភាពល្អរហូតទទួលទានមានបានប្រាថ្នាអ្វីណានេះមួយឲ្យសម្រេចដោយសេចក្តីប្រាថ្នាការសំដែងសន្មតថាចប់អេវ៉ាំង